តើយន្តហោះចម្បាំងបំបាំងកាយជា20របស់ចិនអាចជាជំរើសសម្រាប់កម្ពុជាដែរឬទេនៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាយោធាបានក្លាយជាប្រធានបទដែលពិភពលោកកំពុងចាប់អារម្មណ៍ប្រទេសមហាអំណាចជាច្រើនកំពុងអភិវឌ្ឍយន្តហោះចម្បាំងចំនួនទី5ដែលមានសមត្ថភាពបំបាំងកាយប្រព័ន្ធអេឡិចត្រូនិកទំនើបនិងអាចធ្វើប្រតិបត្តិការនៅក្នុងសមរភូមិសម័យថ្មីបានយ៉ាងមានប្រសិទ្ធភាពនៅក្នុងចំណោមយន្តហោះទាំងនោះឆេងឌូ J20 របស់ប្រទេសចិនគឺជាយន្តហោះមួយដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងវាត្រូវបានគេចាត់ទុកថាជាយន្តហោះចម្បាំងបំបាំងកាយចំនួនទី5ដំបូងរបស់ប្រទេសចិនដែលជាផ្នែកសំខាន់នៃការធ្វើទំនើបកម្មកងទ័ពអាកាសប៉ុន្តែសំណួរមួយដែលអ្នកចូលចិត្តវិស័យយោធាជាច្រើនតែងសួរនោះគឺបើថ្ងៃណាមួយកម្ពុជាចង់អភិវឌ្ឍកងកម្លាំងអាកាសតើ J20 អាចជាជម្រើសសម្រាប់កម្ពុជាដែរឬទេតើវាមានសមត្ថភាពអ្វីខ្លះតើវាខ្លាំងជាងយន្តហោះចម្បាំងចំនួន 4.5 ដែរឬទេតើកត្តាអ្វីខ្លះដែលប្រទេសមួយត្រូវគិតមុននឹងពិចារណាលើយន្តហោះចម្បាំងប្រភេទនេះនៅក្នុងវីដេអូនេះ K Report នឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីប្រវត្តិការអភិវឌ្ឍលក្ខណៈបច្ចេកទេសសមត្ថភាពនិងវិភាគថាតើយន្តហោះចម្បាំង J20 អាចសមស្របសម្រាប់តម្រូវការរបស់កម្ពុជាឬក៏យ៉ាងណាដែលផ្អែកទៅលើព័ត៌មានសាធារណៈនិងការវិភាគបច្ចេកទេសគោលបំណងគឺដើម្បីចែករំលែកចំណេះដឹងនិងបង្កើតការយល់ដឹងមិនមែនជាការអំពាវនាវឲ្យមានចំនួនឬគាំទ្រប្រទេសណាមួយឡើយដើម្បីយល់ថាហេតុអ្វីបានជា J20 មានសារៈសំខាន់យើងត្រូវត្រឡប់ទៅដើមទសវត្សរ៍ឆ្នាំ1990នៅក្នុងអំឡុងពេលនោះចិនបានឃើញថាប្រទេសមហាអំណាចកំពុងអភិវឌ្ឍយន្តហោះចម្បាំងចំនួនថ្មីដូចជា F-22 Raptor របស់សហរដ្ឋអាមេរិកនេះជំរុញឲ្យចិនចាប់ផ្ដើមវិនិយោគយ៉ាងខ្លាំងទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍយន្តហោះចម្បាំងចំនួនទី5ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួនគម្រោងនេះត្រូវបានដឹកនាំដោយក្រុមហ៊ុន Chengdu Aerospace Corporation ហើយបន្ទាប់ពីការស្រាវជ្រាវនិងធ្វើការតេស្តជាច្រើនឆ្នាំមកយន្តហោះចម្បាំង J20 ត្រូវបានហោះហើរសាកល្បងជាលើកដំបូងនៅឆ្នាំ2011បន្ទាប់ពីបន្តអភិវឌ្ឍនិងសាកល្បងអស់ជាច្រើនឆ្នាំទៀត J20 បានចូលបម្រើជាផ្លូវការនៅក្នុងកងទ័ពអាកាសរបស់ប្រទេសចិននៅឆ្នាំ2017សម្រាប់ប្រទេសចិន J20 មិនមែនគ្រាន់តែជាយន្តហោះចម្បាំងមួយគ្រឿងនោះទេប៉ុន្តែវាជានិមិត្តរូបនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាការពារជាតិនិងឧស្សាហកម្មអាកាសចររបស់ប្រទេសចិនលក្ខណៈបច្ចេកទេស J20 ត្រូវបានគេចាត់ទុកថាជាយន្តហោះចម្បាំងបំបាំងកាយចំនួនទី5ដែលវាមានប្រវែង 20.4 ម៉ែត្រនិងទទឹងស្លាបប្រហែល 13.5 ម៉ែត្រយន្តហោះនេះប្រើម៉ាស៊ីនភ្លោះដែលបង្កើតបានកម្លាំងរុញខ្លាំងនិងអាចហោះនៅក្នុងល្បឿនលើសពី Mach 2ដែលមានល្បឿនប្រហែល 2,400 គីឡូម៉ែត្រនៅក្នុង1ម៉ោងចំណុចពិសេសបំផុតរបស់ J20 គឺជាការរចនាដែលមានគោលបំណងក្នុងការកាត់បន្ថយការរកឃើញពីរ៉ាដាការរចនាតួនិងការដាក់អាវុធនៅក្នុងឃ្លាំងខាងក្នុងតួយន្តហោះដែលជួយកាត់បន្ថយផ្ទៃឆ្លងរ៉ាដាបើប្រៀបធៀបជាមួយនឹងយន្តហោះដែលព្យួរអាវុធនៅខាងក្រៅលើពីនេះវាត្រូវបានបំពាក់ដោយប្រព័ន្ធរ៉ាដានិងឧបករណ៍ចាប់សញ្ញាទំនើបដែលជួយអ្នកបើកបរទទួលព័ត៌មានអំពីស្ថានភាពជុំវិញខ្លួនកាន់តែល្អសមត្ថភាពប្រយុទ្ធ J20 ត្រូវបានគេរចនាឡើងសម្រាប់ធ្វើបេសកកម្មជាច្រើនវាអាចការពារដែនអាកាសស្ទាក់ចាប់យន្តហោះសត្រូវនិងអាចធ្វើប្រតិបត្តិការនៅរយៈចម្ងាយឆ្ងាយដោយសារការរចនាផ្ដោតទៅលើការហោះហើរបានយូរអ្នកវិភាគជាច្រើនបានចាត់ទុកថា J20 ត្រូវបានអភិវឌ្ឍដើម្បីបង្កើនសមត្ថភាពប្រយុទ្ធនៅក្នុងបរិយាកាសដែលមានការគំរាមកំហែងខ្ពស់ដោយប្រើការរួមបញ្ចូលគ្នារវាងការបំបាំងកាយឧបករណ៍ចាប់សញ្ញានិងប្រព័ន្ធអេឡិចត្រូនិកដ៏ទំនើបបំផុតទោះជាយ៉ាងណាយន្តហោះចម្បាំងគ្រប់ប្រភេទដែលមានសមត្ថភាពពិតប្រាកដនៅក្នុងសមរភូមិអាស្រ័យទៅលើកត្តាជាច្រើនរួមទាំងអ្នកបើកបរយន្តហោះការហ្វឹកហ្វឺនប្រព័ន្ធគាំទ្រនិងយុទ្ធសាស្ត្រប្រើប្រាស់មិនមែនលើយន្តហោះតែមួយគ្រឿងប៉ុណ្ណោះទេតើ J20 អាចជម្រើសល្អសម្រាប់កម្ពុជាដែរឬទេឥឡូវនេះយើងមកដល់សំណួរមួយដែលមនុស្សជាច្រើនកំពុងចង់ដឹងបើថ្ងៃណាមួយកម្ពុជាចង់អភិវឌ្ឍកងទ័ពអាកាស J20 អាចជាជម្រើសស័ក្តិសមសម្រាប់កម្ពុជាដែរឬទេដើម្បីឆ្លើយសំណួរនេះយើងមិនអាចមើលតែសមត្ថភាពរបស់យន្តហោះនោះទេយើងត្រូវមើលពីកត្តាសំខាន់ជាច្រើនរួមមាន 1. ថវិកា J20 គឺជាយន្តហោះចម្បាំងចំនួនទី5ដែលមានការអភិវឌ្ឍនិងការថែទាំមានភាពស្មុគស្មាញជាងយន្តហោះចំនួនទី4ឬចំនួន 4.5 ក្រៅពីតម្លៃយន្តហោះប្រទេសដែលប្រើប្រាស់ទៅវិនិយោគទៅលើការបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះក្រុមជួសជុលគ្រឿងបន្លាស់ប្រព័ន្ធគាំទ្រហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនិយាយម្យ៉ាងទៀតការទិញយន្តហោះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះការថែទាំនិងការប្រើប្រាស់រយៈពេលវែងគឺជាបន្ទុកដ៏ធំមួយរបស់ប្រទេសចំណុចទី2ប្រព័ន្ធការពារដែនអាកាសយន្តហោះទំនើបមិនអាចដំណើរការបានល្អប្រសិនបើគ្មានប្រព័ន្ធគាំទ្រសមស្របនោះទេប្រព័ន្ធរ៉ាដាបញ្ជាក់មណ្ឌលបញ្ជាការបណ្ដាញទំនាក់ទំនងនិងការចែករំលែកព័ត៌មានគឺជាផ្នែកដ៏សំខាន់ដែលធ្វើឲ្យកម្លាំងផ្នែកដែនអាកាសមានប្រសិទ្ធភាពប្រទេសជាច្រើនមុននឹងទិញយន្តហោះថ្មីតែងតែវិនិយោគទៅលើប្រព័ន្ធនេះជាមុនសិន 3. ភូមិសាស្ត្រនិងបេសកកម្មកម្ពុជាមានផ្ទៃដីប្រហែល 181,035 គីឡូម៉ែត្រការ៉េនិងមានតំបន់ឆ្នេរសមុទ្របេសកកម្មកងទ័ពអាកាសអាចមានការយាមល្បាតដែនអាកាសការតាមដានគោលដៅនិងការគាំទ្រប្រតិបត្តិការផ្សេងៗសម្រាប់បេសកកម្មទាំងនេះការវិតម្លៃថាតើត្រូវការយន្តហោះចម្បាំងចំនួនទី5ឬយន្តហោះពហុទូនាទីចំនួនទី 4.5 គឺជាការសម្រេចចិត្តដែលត្រូវផ្អែកទៅលើយុទ្ធសាស្ត្រនិងធនធានដែលមាន
តើចិននាំចេញ J20 ដែរឬទេគិតមកដល់ពេលនេះមិនទាន់មានព័ត៌មានសាធារណៈណាដែលបញ្ជាក់ថាចិនបាននាំចេញ J20 ទៅកាន់ប្រទេសណាមួយនោះទេ J20 បច្ចុប្បន្នត្រូវបានប្រើប្រាស់សម្រាប់តែកងទ័ពអាកាសរបស់ចិនតែប៉ុណ្ណោះដូច្នេះការវិភាគថាតើកម្ពុជាអាចទិញ J20 បានដែរឬអត់នោះគឺគ្រាន់តែជាការសន្មត់សម្រាប់ការវិភាគមិនមែនជាផែនការដែលបានប្រកាសជាផ្លូវការនោះឡើយសេចក្តីសន្និដ្ឋាន J20 ជាយន្តហោះចម្បាំងដែលបង្ហាញពីការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិននិងមានសមត្ថភាពគួរឲ្យចាប់អារម្មណ៍នៅក្នុងចំណោមយន្តហោះចំនួនទី5ប៉ុន្តែសម្រាប់ប្រទេសណាមួយដែលជ្រើសរើសយន្តហោះចម្បាំងមិនមែនអាស្រ័យទៅលើសមត្ថភាពរបស់យន្តហោះតែមួយមុខនោះទេវាត្រូវពិចារណាទៅលើថវិកាខែថែទាំការបណ្ដុះបណ្ដាលបេសកកម្មនិងប្រព័ន្ធការពារដែនអាកាសទាំងមូលចុះពុកម៉ែបងប្អូនវិញយល់យ៉ាងណាបើថ្ងៃណាមួយកម្ពុជាចង់អភិវឌ្ឍកងកម្លាំងអាកាសតើពុកម៉ែបងប្អូនគិតថាយន្តហោះចម្បាំងចំនួនទី5ដូចជា J20 គឺជាជម្រើសសមស្របឬក៏គួរផ្ដោតទៅលើយន្តហោះចម្បាំងពហុទូនាទីចំនួនទី 4.5 ជាមុនសិនបងប្អូនអាចខមមិនពីចំណាប់អារម្មណ៍របស់បងប្អូននៅក្នុងខមមិនខាងក្រោមបើចូលចិត្តវីដេអូបែបវិភាគអំពីយោធានិងបច្ចេកវិទ្យាការពារជាតិសូមចុច like Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នានៅក្នុងវីដេអូក្រោយ